ប្រុសនិងបាសីប្រាជ្ញាកាលពីមុននៅឯក្នុងភូមិមួយមានក្មេងប្រុសម្នាក់ដែលឈ្មោះសុភាគាត់ពូកែជួយម្ដាយធ្វើស្រែខ្លាំងណាស់ហើយក៏ចូលទៅស្ដាប់នៅស្ទរសំឡេងបាសីជារៀងរាល់ព្រឹកនៅថ្ងៃមួយសុភាគាត់បានឃើញបាសីតូចមួយដែលជាប់នៅក្នុងអន្ទាក់គាត់បានយកដៃទៅដោះអន្ទាក់នោះដើម្បីឲ្យបាសីនោះបានរួចផុតពីអន្ទាក់ហើយវាក៏បានហើរចេញបាសីនោះប្រហែលជាបាសីអស់ចាស់ហើយព្រោះពណ៌របស់វាមានពណ៌មាសនិងស្លាបដល់ភ្លឺត្រចះត្រចង់បាសីបានប្រាប់ទៅសុភាថាកូនក្មេងច្រឡោអើយខ្ញុំនឹងផ្ដល់ឲ្យកូននៅសៀវភៅប្រាថ្នាមួយនៅក្នុងសៀវភៅនេះមាននៅចម្លើយគ្រប់បញ្ហាប៉ុន្តែគួរតែប្រើវាសម្រាប់សេចក្តីល្អតែប៉ុណ្ណោះដឹងទេកូនចាប់ពីថ្ងៃនោះមកសុភាបានប្រើប្រាស់សៀវភៅប្រាថ្នាដើម្បីជួយដល់អ្នកភូមិដូចជាជួយបង្រៀនក្មេងៗនៅក្នុងភូមិជួយមនុស្សចាស់ៗនៅក្នុងការដោះស្រាយបញ្ហាព្រមទាំងជួយអ្នកភូមិនៅក្នុងការរកវិធីប្រឆាំងជាមួយនឹងគ្រោះទាំងជំនន់ជាចុងក្រោយភូមិទាំងមូលបានក្លាយទៅជាកន្លែងសុភមង្គលក៏ព្រោះតែក្មេងប្រុសម្នាក់ដែលមានចិត្តសប្បុរសនិងសេចក្តីប្រាថ្នាអត្ថន័យនៃរឿងនេះដែរបានបង្ហាញឲ្យយើងដឹងថាប្រាជ្ញាមិនគួរប្រើប្រាស់សម្រាប់អំពើអាក្រក់នោះទេក៏ប៉ុន្តែយើងត្រូវប្រើប្រាស់ប្រាជ្ញាមួយនេះដើម្បីជួយអ្នកដទៃដែលស្ថិតនៅជុំវិញខ្លួនរបស់យើង